ថាញ៉ាំធ្វើម៉េចដើម្បីឲ្យសុខភាពខ្លួនឯងជាពិសេសគឺកូននៅក្នុងផ្ទៃតែម្ដងឆ្លងតលេឲ្យប៉ភ្លាមនាងខ្ញុំស្រកបានចូលប្រហែលជាជិត20គីឡូសូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនសូមស្វាគមន៍មកកាន់កម្មវិធី Ozy Farm Podcast Episode 2ដែលនៅក្នុងអេពីសូត2នេះយើងនឹងយកប្រធានបទមួយទាក់ទងទៅលើការថែរក្សារូបរាងកាយរបស់ស្ត្រីនៅពេលដែលសម្រាលកូររួចថាតើគាត់មានវិធីសាស្ត្រយ៉ាងណាធ្វើឲ្យរូបរាងកាយរបស់គាត់វិលត្រឡប់ដូចដើមវិញហើយយើងក៏មានវិក្កាមិន2រូបទៀតដើម្បីចូលរួមចែករំលែកនៅបទពិសោធន៍នេះបាទជួបជាមួយនឹងគាត់ទាំងពីររូបដូចតទៅបាទជំរាបសួរជួបគ្នាទៀតហើយណាគាត់អាសាជួបបាទជួបគ្នាទៀតហើយណាហានីជួបគ្នារាល់ថ្ងៃហ្នឹងជួបការងារបាទប៉ុន្តែសម្រាប់កម្មវិធី Ozy Farm Podcast Episode 2នេះយើងលើកយកនៅប្រធានបទទាក់ទងនឹងការថែរក្សារូបរាងកាយនៅពេលដែលស្ត្រីគាត់សម្រាលបុតរួចតើគាត់មានវិធីសាស្ត្រយ៉ាងណាព្រោះថានេះគឺជាក្តីបារម្ភបាទសម្រាប់មនុស្សស្រីគ្រប់រូបខ្ញុំជឿអញ្ចឹងព្រោះថាពេលដែលគាត់មានផ្ទៃពោះធម្មតាគឺឡើងគីឡូបាទពេលខ្លះទៅពោះគាត់ធំអាចនឹងមានសេវាអីចឹងទៅមានសេវាសង្វាជាឆ្កោមានសេវាបាទអញ្ចឹងចង់ឲ្យរដ្ឋចែករំលែកនៅបទពិសោធន៍ហ្នឹងតើវិធីសាស្ត្របើសិនជាសម្រាប់បុតរួចតើរដ្ឋមានវិធីសាស្ត្រយ៉ាងណាដែរដើម្បីថែរក្សារូបរាងកាយឲ្យវិលត្រឡប់ដូចដើមឲ្យស្អាតដូចដើមវិញអញ្ចឹងណាខ្ញុំមុនទៀតហ្នឹងចាសម្រាប់មនុស្សស្រីយើងនៅពេលដែលសម្រាប់បុតហើយគឺតែងតែមានការប្រែប្រួលឯងបងមិនថាខ្ញុំមិនថាស្ត្រីផ្សេងទៀតទេចាគឺតែងតែមានការប្រែប្រួលពីព្រោះឯនៅពេលដែលយើងទម្ងន់គឺរូបរាងកាយរបស់យើងគឺខុសប្លែកខ្លាំងពីយើងអត់ទាន់មានចាវាអាចទៅជាឡើងគីឡូវាអាចទៅជារីកមៀតជាងនឹងអញ្ចឹងទៅចាអញ្ចឹងគឺអត់ដូចគ្នាទេមិនថាខ្ញុំមិនថាគេអញ្ចឹងការដែលយើងសម្រាលហើយគឺរូបរាងរបស់យើងនឹងប្រែប្រួលហើយចាយើងអាចនឹងខុសប្លែកពីមុនរៀងឆ្ងាយដែរប៉ុន្តែអាស្រ័យទៅលើការថែទាំនិងការជ្រើសរើសនៅរបបអាហាររបស់គាត់ដូចគ្នាចាអ្នកខ្លះគឺគាត់ប្រែប្រួលខ្លាំងអ្នកខ្លះគឺពេលដែលគាត់សម្រាលហើយគឺអត់សូវប្រែប្រួលប៉ុន្មានទេចាដោយសារតែគាត់ជ្រើសរើសនៅរបបអាហារត្រូវនឹងសុខភាពរបស់គាត់ត្រូវនឹងសុខភាពទារកនៅក្នុងផ្ទៃក្រោយសម្រាលហើយអញ្ចឹងទៅចាហើយខ្ញុំនេះក៏មិនសង្ឃឹមថាវាដូចតែពេលយើងអត់តន់មានទេចាដឹងតែមានការប្រែប្រួលឯងប៉ុន្តែខ្ញុំជ្រើសរើសនៅរបបអាហារដោយដែលខ្ញុំការពីខ្ញុំមួយខែពីរខែដំបូងហ្នឹងគឺខ្ញុំមានចាញ់ប៉ុន្តែអត់ចាញ់ខ្លាំងទេបងគឺតិចតួចមែនតើដោយសារតែខ្ញុំញ៉ាំទឹកដោះគោ Ozy Farm Pregnant Mother អញ្ចឹងវាជួយកាត់បន្ថយនៃការចាញ់ហ្នឹងបានច្រើនមែនតើចាអញ្ចឹងរបបអាហារនៅពេលដែលយើងជ្រើសរើសត្រូវគឺវាជួយឲ្យយើងអត់ចាញ់ហើយអត់សូវឲ្យយើងនឹងឃ្លានខ្លាំងទៀតចាយើងញ៉ាំទឹកដោះគោហើយយើងញ៉ាំរបបអាហារផ្សេងទៀតគឺវាជំនួយដល់សុខភាពធ្វើឲ្យសុខភាពយើងរឹងមាំល្អហើយយើងមានកម្លាំងគ្រប់គ្រាន់ចាមួយថ្ងៃពេញតែម្ដងចាអញ្ចឹងនៅពេលដែលខ្ញុំញ៉ាំទឹកដោះគោហើយខ្ញុំមានអារម្មណ៍ថាអូយស្រួលខ្លួនខ្លាំងមែនតើអត់ចាញ់ហើយមានសុខភាពល្អហើយខ្ញុំហើយនឹងកូនមានសុខភាពរឹងមាំដូចគ្នាទៀតចាហ្នឹងហើយបើសិនជាអត់ឃើញពោះអត់ដឹងថារត់គាត់ទងន់នេះចាគឺធ្វើការរហូតពីមួយថ្ងៃទៅមួយថ្ងៃការងាររវល់មិនក៏ដោយសរសើរមែនតើរត់ដូចជាឥឡូវ7ខែហើយចាប៉ុន្តែកម្លាំងគឺដូចស្ត្រីដែលអត់មានផ្ទៃពោះដូចធម្មតាពីមុនអញ្ចឹងចាដូចខ្ញុំមកជម្រាបបងអញ្ចឹងនៅពេលដែលខ្ញុំញ៉ាំរបបអាហារជំនួយដល់សុខភាពអញ្ចឹងខ្ញុំមានកម្លាំងធ្វើការអញ្ចឹងខ្ញុំអត់សូវឆាប់ខ្សោយទេចាល្អមែនតើព្រោះថាទឹកដោះគោ Ozy Farm Pregnant Mother នេះដូចដែលបញ្ជាក់ជូនដល់បងប្អូនថាជួយថែរក្សាសុខភាពទាំងម្ដាយហើយនិងទារកនៅក្នុងផ្ទៃព្រោះថា Ozy Farm Pregnant Mother នេះមានសារធាតុចិញ្ចឹមច្រើនណាមានជាតិដែកមានជាតិស័ង្កសីហើយនិងមានសារធាតុចិញ្ចឹមជាច្រើនទៀតដែលជាអាហារូបត្ថម្ភសម្រាប់ផ្ដល់ជូនទៅដល់កូននៅក្នុងផ្ទៃហើយនិងស្ត្រីមានផ្ទៃពោះបាទតាក់ទងទៅលើនាងសុជាតិវិញព្រោះថាយើង3ហើយណាហ្នឹងហើយពួកខាងនេះគេត្រៀមមួយទៀតហ្នឹងហើយព្រោះទឹកដោះគោនេះពេលដែលយើងចង់យក baby ទៀតហើយយើងញ៉ាំមុនទៀតចាញ៉ាំមួយក៏បានដែរប៉ុន្តែចង់និយាយតាក់ទងទៅលើប្រធានបទរបៀបក្នុងការថែរក្សារាងព្រោះថាខ្ញុំមិនមែនសរសើរពុនខ្ញុំបងប្អូនចាបាទមើលរាងគាត់3មែនប៉ុន្តែ3អីគេ3កូន3ប៉ុន្តែមើលការថែរក្សារាងរបស់គាត់អញ្ចឹងស្ត្រីគាត់ចង់ដឹងថាអូយពេលដែលគាត់ឆ្លងទលាគាត់បារម្ភទីគាត់នៅគីឡូគាត់អត់ធ្លាក់ទៅហើយរូបរាងក៏អត់ស្អាតដូចពេលដែលមិនទាន់មានផ្ទៃពោះអញ្ចឹងទៅសំខាន់កូន3ឲ្យសុខភាពល្អហ្នឹងហើយឥឡូវសូមចែករំលែកបទពិសោធន៍ហ្នឹងរបៀបក្នុងការថែរក្សារាងហ្នឹងនិយាយចំទៅគឺអត់មានអីពិបាកទេគ្រាន់តែថាយើងមានវិធីសាស្ត្រដែលតិច
តែសួរថាស្ត្រីយើងគាត់អាចធ្វើបានអត់ចាពេលដែលនាងខ្ញុំនិយាយចំទៅចង់និយាយថាពេលដែលយើងទងន់មិនថានាងខ្ញុំឬក៏ស្ត្រីដទៃទៀតទេចាពេលដែលទងន់ធម្មតារូបរាងគាត់ទៅតាមសុខភាពអ្នកខ្លះធាត់ខ្លាំងឡើង20-30គីឡូអ្នកខ្លះ20គីឡូអ្នកខ្លះ10គីឡូអ្នកខ្លះក៏ឡើងតិចអញ្ចឹងណាក៏ប៉ុន្តែដែលនាងខ្ញុំចាំបានគឺនាងខ្ញុំវិញឡើង25គីឡូចាច្រើនខ្លាំងមែនតើដល់ពេលឡើងខ្លាំងនៅពេលដែលចិត្តឆ្លងទលេនេះខ្ញុំថាព្យាយាមញញ៉ាំចាញញ៉ាំហើយគាត់ថាញ៉ាំធ្វើម៉េចដើម្បីឲ្យសុខភាពខ្លួនឯងជាពិសេសគឺកូននៅក្នុងផ្ទៃតែម្ដងឆ្លងទលេហើយប៉ភ្លាមនេះខ្ញុំស្រកបានចូលប្រហែលជា20គីឡូចាដោយសារអីតកតងទៅនឹងរបបអាហារតែម្ដងចាយើងញ៉ាំអាហារណាដែលគេហៅថាចង់និយាយមានបន្លែមានសាច់ចាមានត្រីនិយាយទៅគ្រប់គ្រាន់ទាំងអស់ក៏ប៉ុន្តែគាត់ថាយើងដកបន្ថយខ្លាញ់ចេញចាខ្លាញ់គឺយើងបន្ថយចេញយើងអត់ទទួលទានខ្លាញ់ច្រើនទេហើយនឹងយើងជ្រើសរើសយកនៅអាហារូបត្ថម្ភចាព្រោះថាអាហារូបត្ថម្ភគឺសំខាន់មែនតើទោះបីយើងញ៉ាំអាហារផ្សេងគឺមិនស្មើនឹងអាហារូបត្ថម្ភដែលជួយឲ្យយើងចាសុខភាពយើងរឹងមាំនាងខ្ញុំអ្នកណាគេសួរអូមិនបានចេះតែមានកម្លាំងចាធ្វើការដាច់យប់ក្រប់ភ្លឺធ្វើការដល់យប់ស្អែកឡើងធ្វើការងារធ្វើរហូតឃើញថតរហូតមានណាកាត់បន្តិចកន្លែងហ្នឹងដូចរត់ចឹងចាពេលគាត់មានផ្ទៃពោះដូរីចាគាត់ធ្វើការចង់និយាយថាទៅភ្លឺផ្ទៃពោះ7-8ខែពេលពោះធំ7-8ខែមានកម្លាំងដោយសារអាហាររូបធម្មឥឡូវលឺថាចិត្តថប់ភ្ជុំទៀតហើយចាប់ពីហ្នឹងទៅការងារបន្តព្រោះដោយសារមែនតែខ្ញុំសរសើរមួយជាតិទៅថប់លឹបលំឡើងហើយថតដល់យប់ជ្រៅទៀតហើយងើបផឹកឡើងបានចាំមិនថាយើងព្យាយាមយើងជ្រើសរើសយកនៅអាហាររូបត្ថម្ភដែលតាក់ទងទៅនឹងសុខភាពរបស់យើងឲ្យបានត្រឹមត្រូវចាបន្ទាប់ពីយើងស្រកគីឡូហើយកុំថាពេលខ្លះអត់ញ៉ាំមិនបានឡើងគីឡូតែពិតមែនទេគឺយើងញ៉ាំត្រូវគិតថាយើងញ៉ាំប៉ុណ្ណាឡើងគីឡូប៉ុណ្ណាយើងដឹងខ្លួនយើងអញ្ចឹងយើងបន្ថយការញ៉ាំតិចទៅអាហាររូបត្ថម្ភបន្ថែមទៀតចាជួយឲ្យយើងរឹងមាំសុខភាពយើងល្អចាការទទួលទានដំណេកក៏ល្អចាសគ្រប់បែបយ៉ាងគឺធ្វើឲ្យយើងមិនមានបញ្ហាហើយមិនមានជំងឺដង្កាត់អីផ្សេងតែម្ដងចាបាទអរគុណដល់អ្នកទាំងពីរដែលបានចែករំលែកអញ្ចឹងបានន័យថាចំពោះអាហាររូបត្ថម្ភគឺមានសារៈសំខាន់ណាស់ក្នុងការថែរក្សារាងរបស់ស្ត្រីនៅពេលដែលសម្រាលកូនរួចយកពេលនេះខ្ញុំចង់ជំរាបជូនថាដូចនេះរត់អញ្ចឹងបាទគាត់ជ្រើសរើសយកនៅទឹកដោះគោ Ozi Farm Pregnant Mother តាំងពីគាត់ត្រៀមមានផ្ទៃពោះបាទហើយនៅពេលដែលមានផ្ទៃពោះ7ខែហើយក៏គាត់នៅតែបន្តញ៉ាំចាបាទហើយឮថាក្រោយមកក៏នៅតែញ៉ាំទៀតដែរចាញ៉ាំរហូតចាព្រោះថានៅពេលដែលស្ត្រីគាត់សម្រាលបុតហើយអញ្ចឹងគាត់ចង់ស្រកគីឡូគាត់ត្រូវជ្រើសរើសអាហារណាដែលរបបអាហារហ្នឹងឲ្យបានត្រឹមត្រូវមានសារធាតុចិញ្ចឹមច្រើនទៅដោះគោOzi Farm Pregnant Mother នេះគឺមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ស្ត្រីដែលគាត់ឆ្លងទលេហើយឬក៏សម្រាលបុតហើយហ្នឹងអញ្ចឹងយើងញ៉ាំទៅជាប្រចាំបន្តទៅហើយយើងញ៉ាំអាហារបន្ថែមដែលមានជីវជាតិគ្រប់គ្រាន់ទៀតរឹតតែល្អនេះគឺជាវិធីសាស្ត្រមួយក្នុងការថែរក្សារាងសម្រាប់ស្ត្រីគ្រប់រូបនៅពេលដែលសម្រាលបុតហើយ Ozi Farm Pregnant Mother នេះគឺពិតជាល្អមែនទែនអញ្ចឹងអរគុណម្ដងទៀតសម្រាប់អ្នកទាំងពីរនៅក្នុងអេពីសូតទី2នេះដែលបានចូលរួមនៅក្នុងកម្មវិធីដើម្បីចែករំលែកហើយខ្ញុំបាទក៏សូមអរគុណទៅដល់សន្តាគារ Novotel ភ្នំពេញបឹងឯកង1ដែលបានផ្ដល់នូវទីតាំងយ៉ាងល្អដល់គួរឲ្យចាប់អារម្មណ៍សម្រាប់ពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលា